ត្រីអូហ្វេជាសញ្ញាផ្ទុះការព្រួយបារម្ភខ្លាំងនៅប្រទេសវៀតណាមត្រីអូហ្វេដ៏កម្រប្រវែង2ម៉ែត្រប៉ុន្តែដាច់កន្ទុយត្រូវបានប្រទះឃើញនៅលើឆ្នេរវិញហាយក្នុងខេត្តនីងធួនប្រទេសវៀតណាមទាក់ទាញការចាប់អារម្មណ៍យ៉ាងទូលំទូលាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមត្រូវបានគេស្គាល់ក្នុងស្រុកថាខាម៉ៃឆេវត្រីសមុទ្រទឹកជ្រៅនេះច្រើនតែត្រូវបានចងភ្ជាប់ជាមួយនឹងរឿងព្រេងនិទានដ៏អាក្រក់នៅទូទាំងអាស៊ីចំណែកឯប្រទេសថៃវិញត្រីអូហ្វេបានឡើងមកឆ្នេរសមុទ្របន្ទាប់មកប្រទេសនេះក៏ជួបគ្រោះរញ្ជួយដីកាលពីថ្ងៃទី28ខែមីនាឆ្នាំ2025នៅក្នុងទេវកថារបស់ប្រទេសជប៉ុនត្រីអូហ្វេជួនកាលត្រូវបានគេហៅថាត្រីនៅចុងបញ្ចប់នៃពិភពលោក Fish at the end of the world ត្រូវបានគេជឿថាជាអ្នកនាំសារមកពីរាជវាំងរបស់ព្រះសមុទ្រត្រីនេះបង្ហាញខ្លួនភ្លាមៗនៅជិតផ្ទៃខាងលើត្រូវបានគេគិតថាដើម្បីព្រមានអំពីគ្រោះមហន្តរាយធម្មជាតិដូចជាការរំជួយដីឬរលកយក្សស៊ូណាមីដោយសារតែត្រីអូហ្វេជាធម្មតារស់នៅក្នុងទឹកសមុទ្រជ្រៅហើយកម្រឃើញនៅជិតច្រាំងវត្តមានរបស់ពួកវាត្រូវបានបកស្រាយដោយសហគមន៍ឆ្នេរជាញឹកញយថាជាសញ្ញាថាមានអ្វីមួយខុសនៅក្នុងជម្រៅទឹកសមុទ្រទោះបីជាអ្នកវិទ្យាសាស្ត្រមិនបានរកឃើញទំនាក់ទំនងជាក់ស្ដែងរវាងការមើលឃើញនិងសកម្មភាពរញ្ជួយដីក៏ដោយយ៉ាងណាក៏ដោយព្រឹត្តិការណ៍បែបនេះនៅតែបន្តធ្វើឲ្យមានការថប់បារម្ភនិងទាក់ទាញដូចគ្នាបើតាមគំនិតខ្ញុំប្រទេសវៀតណាមគួរតែមានការប្រុងប្រយ័ត្នមុនឲ្យបានខ្ពស់ពីគ្រោះរញ្ជួយដីចុះពុកម៉ែបងប្អូនគិតយ៉ាងណាដែរ